ព័ត៌មានចុងក្រោយសម្រាប់ប្រិយមិត្តដែលចង់ដឹងអំពីបច្ចុប្បន្នភាពសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបាទបើយោងតាមខាងសេចក្តីរាយការណ៍នានា AP ខាង Facebook របស់លោក Zelensky ហើយនឹងវិទ្យាស្ថានសិក្សាអំពីសង្គ្រាមដែលខ្ញុំដកស្រង់មកជម្រាបជូននេះគឺបាននៅថ្ងៃសុក្រនេះខាងរុស្ស៊ីបានបាញ់ drone និង missile យ៉ាងច្រើនបាទដាក់ទីក្រុងគៀវដោយបានសម្លាប់មនុស្សអស់ប្រមាណជា5នាក់ហើយបានធ្វើឲ្យអាគារឆាបឆេះនិងមានធ្លាក់អំបែងបាទឆាបឆេះនៅក្នុងនឹងហើយបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធររបស់អ៊ុយក្រែនបានឲ្យដឹងថាមានស្ត្រីម្នាក់ដែលមានផ្ទៃពោះបានរងរបួសហើយក្នុងចំណោមអ្នករងរបួសសរុបចំនួន34នាក់បាទ34នាក់រងរបួសណាបាទហើយបើតាមក្រមសង្គ្រោះបន្ទាន់គឺបានឲ្យដឹងថាការវាយប្រហារនោះគឺនៅច្រើនកន្លែងណាស់បាទនៅច្រើនកន្លែងហើយយ៉ាងហោចណាស់គឺរុស្ស៊ីបាញ់ drone ចំនួន430 drone បាទ430 drone ហើយនឹង missile ចំនួន18គ្រាប់បាទដែលវាយប្រហារបាទបានបណ្ដាលឲ្យអាគារមួយចំនួនបាទរងការខូចខាតនិងបាក់បែកនេះបើតាមការបញ្ជាក់របស់លោក Zelensky ដែលជាប្រធានាធិបតីនៃប្រទេសបាទអ៊ុយក្រែនបាទនេះគឺជាការវាយប្រហារដ៏ធំមួយទៀតរបស់រុស្ស៊ីបាទនេះខ្ញុំសូមជូនរូបភាពដែលបានឃើញដែលដកស្រង់ពីបាទគេហទំព័រ Facebook របស់លោក Zelensky អញ្ចឹងនេះគឺជាការវាយប្រហារដ៏ខ្លាំងមួយរបស់រុស្ស៊ីបន្ថែមទៀតហើយបាទដោយឡែកនៅខាងសមរភូមិវិញបាទនៅខាងសមរភូមិវិញសូមជូនរូបនេះប្រិមិត្តឃើញទេបាទសហើយនឹងលឿងបាទគឺឥឡូវនេះខាងរុស្ស៊ីគឺគាត់ពាត់ទីក្រុងមីណូរ៉ាត់ហើយនឹងប៉ុក្រៅហ្នឹងគឺអស់ទៅហើយទុកប្រឡោះតន្តិចបាទហើយគាត់រលទៅមុខកន្លែងផ្សេងទៀតពាត់ដោយរបៀបអមច្រកឲ្យទាហានរបស់អ៊ុយក្រែនដកចេញបើដកចេញមិនទាន់គឺគាត់ពាត់សល់ប្រមាណគាត់គញឹបចុងក្រោយនៅតែម្ដងបាទអញ្ចឹងបើយោងតាមវិទ្យាស្ថានសិក្សាអំពីសង្គ្រាមគឺបានឲ្យដឹងថាកងកម្លាំងរបស់រុស្ស៊ីរលទៅមុខបន្ថែមទៀតហើយបាទដូចក្នុងរូបភាពពណ៌លឿងណាពណ៌លឿងគឺជាអ្វីដែលកងកម្លាំងរបស់រុស្ស៊ីបានរលទៅមុខកាលពី2ថ្ងៃមុនបាទខ្ញុំបង្ហាញហ្នឹងគឺនៅខាងលើរូបខាងលើដែលមានលឿងវែងហ្នឹងកាលមុនគឺលឿងហ្នឹងខ្លីទេឥឡូវហ្នឹងគាត់រលទៅមុខបន្ថែមទៀតបាទប៉ុន្តែក៏អត់មកបិទច្រកនេះទេបាទគាត់រលទៅមុខទៅទិសដៅផ្សេងទៅទិសខាងលិចវិញក្រៅពីនៅខាងប៉ុក្រៅបាទប៉ុក្រៅនោះដែលរុស្ស៊ីរលទៅមុខហ្នឹងក៏នៅតំបន់ទិសដៅមួយទៀតបាទដែលខ្ញុំបានជម្រាបម្សិលមិញដែរគឺហុលយ៉ៃផូលបាទហើយនឹងវីលីកុំមីខៃលីវកាបាទនៅទិសនោះក៏ខាងរុស្ស៊ីឥឡូវនេះកំពុងតែផ្លោងដាក់ដើម្បីធ្វើយ៉ាងណាបង្កើនកម្ដៅនៅទីនោះផងដែរដើម្បីវាយកទីក្រុងនោះមួយទៀតបាទអញ្ចឹងដោយសរុបមកបើមើលតាមរូបភាពដែលខ្ញុំអត់បានយកមកគឺបាទរូបភាពជាទូទៅនៅក្នុងសមរភូមិនៅលើដីគោកគឺរុស្ស៊ីវាយទៅមុខបាទនៅគ្រប់សមរភូមិទាំងអស់ប៉ុន្តែមានកន្លែងខ្លះទៀតខាងអ៊ុយក្រែនបានវាបកទៅវិញបានខ្លះដែរ